បាទជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរយើងមកសម្រាយខ្សែរឿងជាលក្ខណៈ anime ម្ដងដែលរឿងដែលត្រូវយកមកសម្រាយថ្ងៃនេះគឺមានចំណងជើងថា My Happy Marriage វាគឺជា anime មួយដែលខ្ញុំស្រឡាញ់មែនទែនខ្សែរឿងត្រូវបាននិយាយអំពីក្មេងស្រីម្នាក់ដែលនាងត្រូវបានរងទុក្ខខ្លាំងមែនទែនបន្ទាប់ពីម្ដាយរបស់នាងបានចែកឋានទៅដោយជីវិតរបស់នាងសពថ្ងៃត្រូវបានម្ដាយចុងនិងប្អូនចុងធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃហើយបានចាប់ទុកនាងប្រៀបដូចជាអ្នកបម្រើនៅក្នុងផ្ទះម្នាក់នោះក៏ដោយសារតែនាងមិនបានកើតមកជាមួយនឹងធម្មពលពិសេសពីកំណើតអ្វីសោះដែលវាគឺជារឿងមួយដែលមនុស្សនៅក្នុងពិភពមួយនេះមិនឲ្យតម្លៃហើយសូម្បីតែឪពុកបង្កើតរបស់នាងក៏មិនខ្វល់ពីនាងដែរក៏ប៉ុន្តែវាសនារបស់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលនាងបានក្លាយទៅជាគូដណ្ដឹងរបស់លោកមេតបដ៏ឃោរឃៅម្នាក់ហើយចង់ដឹងថាខ្សែជីវិតរបស់នាងនឹងទៅជាយ៉ាងណាបន្ទាប់ពីត្រូវបានរៀបការជាមួយនឹងលោកមេតបដ៏គួរឲ្យខ្លាចនេះរួចយើងនឹងទៅមើលទាំងអស់គ្នាខ្សែរឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញអំពីភូមិគ្រឹះដ៏ធំស្កឹងស្កៃមួយក្នុងនោះក្មេងស្រីម្នាក់កំពុងតែស្ដីបន្ទោសទៅកាន់បងស្រីរបស់នាងអំពីរសជាតិតែដែលនាងបានឆុងតែបៃតងអីមិនក៏ពិបាកលេម្លេះពិតជាអត់បានការមែនឆាប់ទៅធ្វើថ្មីឲ្យយើងភ្លាមមីយ៉ូនៅអង្គុយសង្កត់ដល់ពេលណាទៀតឆាប់ទៅភ្លាមទៅឲ្យលឿនឡើងមីយ៉ូគ្មានពីអ្វីក្រៅពីសុំទោសហើយក៏បានចាក់ចែងទៅជាមួយនឹងទឹកមុខគួរអាណិតតែអ្វីដែលគួរឲ្យឈឺចាប់ជាងនេះនាងដើរទៅមិនទាន់ផុតផងពួកគេក៏បាននិយាយខ្សឹបខ្សៀវពីក្រោយខ្នងរបស់នាងទៀតអ្នកណាប្រើឲ្យនាងកើតមកអត់ប្រយោជន៍បែបនេះធ្វើអ្វីថាមកពោពិសេសអ្វីក៏មិនមានពិតជាធ្វើឲ្យគ្រួសារយើងអត់អោនកិត្តិយសមែនតែនទាំងនេះហើយជាអ្វីដែលមីយ៉ូត្រូវបានទទួលរងជារៀងរាល់ថ្ងៃនាងត្រូវបានប្អូនស្រីចុងនិងម្ដាយចុងចាត់ទុកដូចជាអ្នកបម្រើនៅក្នុងផ្ទះហើយពុកបង្កើតរបស់នាងក៏មិនដែលខ្វល់អំពីសុខទុក្ខរបស់នាងម្ដងណាឡើយចង់ទៅផ្ទះតានឹងម្ដាយដែរតែមីយ៉ូនាងមិនដែលបន្ទោសពួកគេទេគឺដោយសារតែនាងខ្លួនឯងដែលកើតមកមិនមានប្រយោជន៍អ្វីហើយគ្រប់គ្នាក៏មិនមែនសុទ្ធតែស្អប់មីយ៉ូទាំងអស់ដែរជាក់ស្ដែងលោកខូជីគឺជាមនុស្សម្នាក់ដែលតែងតែធ្វើល្អដាក់មីយ៉ូរហូតមកគ្រប់ពេលដែលគាត់បានចូលមកភូមិគ្រឹះនេះគាត់តែងតែមកលេងមីយ៉ូជារឿយៗហើយតែងតែមានរបស់ផ្ញើនាងទៀតផងដោយមើលទៅអ្នកទាំងពីរពិតជាមានចិត្តលើគ្នាប្រកបណាស់នៅថ្ងៃបន្ទាប់កាយានាងបានចូលមករកម្ដាយនាងដល់ផ្ទះបាយដើម្បីនិយាយអំពីគីមីណូថ្មីដែលនាងបានកំងឲ្យគេធ្វើសម្រាប់ការចូលរៀននៅពេលខាងមុខនេះប៉ុន្តែនៅពេលនោះម្ដាយរបស់នាងមិនបាននៅទីនេះទេនាងបែរជាបានឃើញនៅវត្តមានរបស់មីយ៉ូទៅវិញឃើញសភាពរបស់មីយ៉ូមានការនឿយហត់និងមុខប្រឡាក់សុទ្ធតែខ្ជុងនាងក៏បានសោកចំអកទៅកាន់មីយ៉ូហើយក៏បានធ្វើការចាក់ចែងទៅបាត់ទៅមិនយូរក្រោយលោកខូជីក៏បានលេចវត្តមានឡើងនៅក្នុងភូមិគ្រឹះរបស់មីយ៉ូម្ដងទៀតហើយមកលើកនេះគាត់មានធុរៈសំខាន់មួយយ៉ាងដើម្បីពិភាក្សាគ្នាជាមួយនឹងឪពុករបស់មីយ៉ូមិនបាននិយាយអ្វីជាមួយនឹងមីយ៉ូច្រើនគាត់ក៏បានចូលទៅខាងក្នុងបាត់ទៅហើយមួយសន្ទុះក្រោយមីយ៉ូក៏ត្រូវបានគេកោះហៅចូលទៅដល់ខាងក្នុងបន្ទប់ឪពុករបស់នាងនិងម្ដាយចុងនាងបានអង្គុយចាំនាងរួចជាស្រេចតែអ្វីដែលចម្លែកនោះគឺជាវត្តមានរបស់លោកខូជីគាត់ក៏មានវត្តមាននៅក្នុងបន្ទប់នេះដែរតែលោកខូជីបែរជាបញ្ចេញនូវអាការៈប្លែកៗហើយមិនហ៊ានសម្លឹងមើលមុខរបស់មីយ៉ូចំឡើយមិនឲ្យចាំយូរឪពុករបស់មីយ៉ូក៏បាននិយាយភ្លាមគាត់បានសម្រេចចិត្តហើយថានឹងធ្វើការភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងគ្រួសារថាសូឈីគឺជាគ្រួសាររបស់លោកខូជីដោយនឹងធ្វើការរៀបចំនៅមង្គលការរវាងលោកខូជីជាមួយនឹងកូនស្រីរបស់ខ្លួនហើយម្នាក់ដែលត្រូវនឹងរៀបការជាមួយនឹងលោកខូជីនោះគឺជាកាយាលើនៅសម្ដីឪពុកខ្លួនបែបនេះមីយ៉ូមានអារម្មណ៍ថាខកចិត្តបន្តិចដែរតែក៏យល់នៅស្ថានភាពដែរនាងដឹងថាជីវិតរបស់នាងវាមិនមានភាពងាយស្រួលតាំងពីដើមមកទៅហើយតែអ្វីដែលពិបាកជាងនេះទៅទៀតគឺឪពុករបស់នាងគាត់បានសម្រេចចិត្តហើយថានឹងលើកនាងឲ្យទៅរៀបការជាមួយនឹងត្រកូលខូដូហើយគីយូកាខូដូនេះហើយដែលគេល្បីថាជាមេតបម្នាក់ដែលខូខើនិងឈាមត្រជាក់មែនតែនតែបើទោះជាបែបនេះក៏ដោយក៏មីយ៉ូមិនមានសមត្ថភាពអ្វីទៅប្រកែកជាមួយនឹងឪពុករបស់នាងទេគ្រប់យ៉ាងត្រូវបានសម្រេចអស់ទៅហើយថ្ងៃស្អែកក៏ជាពេលដែលមីយ៉ូត្រូវរៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះនេះនឹងធ្វើដំណើរទៅរស់នៅជាមួយនឹងលោកខូដូតែម្ដងចាំមើលតែរស់នៅជាមួយនឹងអាប៉ែខូដូម្នាក់នេះបានយូរប៉ុណ្ណាទៅនៅត្រង់ចំណុចនេះខ្សែរឿងក៏បាន flashback បន្តិចដែរតាមពិតទៅលោកខូជីគ្មានបំណងចង់ធ្វើបាបចិត្តមីយ៉ូឡើយគ្រប់យ៉ាងគឺដោយសារតែគ្រួសារបង្ខំតែប៉ុណ្ណោះហើយមុននឹងដល់ថ្ងៃចាក់ចេញទៅមីយ៉ូក៏បានធ្វើការមកលាជាលើកចុងក្រោយនៅខាងមុខដើមឈើដែលម្ដាយនាងបានដាំកាលពីគាត់នៅរស់ដោយចាប់ពីពេលនេះទៅនាងមិនដឹងថាពេលណាអាចត្រឡប់មកទីនេះម្ដងទៀតទេតែពេលនោះលោកខូជីក៏បានបង្ហាញខ្លួនសុំទោសទៅកាន់មីយ៉ូគាត់សុំទោសដែលគាត់គឺជាមនុស្សកំសាហើយសុំទោសដែលគាត់មិនអាចជួយអ្វីទៅកាន់មីយ៉ូបានគាត់ពិតជាចង់ចំណាយពេលនៅក្បែរមីយ៉ូជារៀងរហូតចង់សើចសប្បាយជាមួយនឹងមីយ៉ូដូចពេលកន្លងមកដែលពួកគេបានធ្វើហើយរៀបតែបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់មីយ៉ូទៅហើយកាយាក៏បានបង្ហាញខ្លួនហើយក៏បានបង្អាក់ការសន្ទនារបស់អ្នកទាំងពីរមិនយូរប៉ុន្មានព្រឹកស្អែកក៏បានមកដល់ដោយមីយ៉ូត្រូវធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ផ្ទះលោកខូដូតែម្នាក់ឯងរៀបនឹងចេញទៅនាងក៏បានគិតទៅដល់អតីតកាលដែលធ្លាប់មានកន្លងមកនៅផ្ទះមួយនេះជាក់ស្ដែងកន្លែងនេះវាបានបាត់បង់ភាពកក់ក្ដៅតាំងពីម្ដាយនាងបានចែកឋានទៅម្លេះ
តាំងពីឪពុកនាងយកប្រពន្ធមួយទៀតនិងបង្កើតបានកូនស្រីម្នាក់ទៀតមកហើយបើទោះជាពេលនេះត្រូវឃ្លាតឆ្ងាយពីផ្ទះក៏ដោយក៏មីយ៉ូគ្មានអារម្មណ៍ថានឹងអាឡោះអាល័យអ្វីដែរធ្វើដំណើរអស់រយៈពេលយ៉ាងយូរមីយ៉ូក៏បានមកដល់តំបន់នៃផ្ទះរបស់លោកគូដូហើយផ្ទះរបស់អ្នកមានអីផ្លូវទៅសត្វព្រៃបែបនេះមីយ៉ូមានការឆ្ងល់បន្តិចដែរតែក៏ខំប្រឹងធ្វើដំណើររហូតទៅដល់មុខផ្ទះរបស់គាត់ហើយនាងក៏ត្រូវបានស្វាគមន៍ដោយយូរីជាមេដោះផ្ទាល់ខ្លួនរបស់លោកគូដូហើយនាងក៏បាននាំមីយ៉ូទៅជួបជាមួយនឹងលោកគូដូតែម្ដងបានជួបលោកគូដូភ្លាមមីយ៉ូក៏ធ្វើការគោរពទៅតាមទម្លាប់ដែលនាងបានធ្វើរាល់ដងដែរប៉ុន្តែក៏ត្រូវបានទទួលពាក្យសម្ដីបែបនេះចេញពីមាត់របស់លោកគូដូតើនាងនៅលិតជង្គង់បែបនេះយូរប៉ុណ្ណាទៀតទៅមិនក៏មិនងើបឡើងមកឃើញលោកគូដូប្រកាន់បែបនេះនាងក៏បានសុំទោសទៅកាន់គាត់ភ្លាមដែលណាឲ្យនាងសុំទោសឃើញស្ថានភាពមើលទៅដូចជាតានតឹងមេដោះយូរីក៏បានប្រាប់ឲ្យមីយ៉ូងើបមុខរបស់នាងឡើងហើយពិតជាសប្បាយមែនតើលោកគូដូពិតជាមានសម្រស់ស្អាតមែនវាជាលើកដំបូងហើយនៅក្នុងជីវិតរបស់មីយ៉ូដែលបានឃើញបុរសសង្ហាបែបនេះខ្ញុំខីយូកាគូដូជាមេគ្រួសារគូដូនៅពេលបច្ចុប្បន្ននេះហើយនាងជាគូដណ្ដឹងថ្មីរបស់ខ្ញុំមែនទេលើពាក្យថាគូដណ្ដឹងថ្មីនេះរៀងចម្លែកបន្តិចដែរតែវាក៏មានន័យថាលោកគូដូធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងមនុស្សជាច្រើនរួចមកហើយពាក្យដំបូងគេដែលគាត់និយាយទៅកាន់មីយ៉ូនោះគឺអំឡុងពេលនៅទីនេះមីយ៉ូត្រូវតែស្ដាប់បញ្ជារបស់គាត់គ្រប់បែបយ៉ាងបើសិនជាគាត់ឲ្យចាក់ចេញនាងត្រូវតែចាក់ចេញហើយបើសិនជាគាត់ឲ្យនាងស្លាប់វិញនោះនាងត្រូវតែស្លាប់គ្មានសិទ្ធិប្រកែកអ្វីទាំងអស់សម្រាប់មនុស្សដទៃទៀតលើពាក្យទាំងអស់នេះប្រកាសជាដាក់មេផាយហើយតែចំពោះមីយ៉ូនាងនៅតែរក្សាទឹកមុខធម្មតាហើយយល់ព្រមធ្វើតាមបញ្ជារបស់លោកគូដូគ្រប់បែបយ៉ាងស្ដាប់ឮសម្ដីរបស់មីយ៉ូរួចធ្វើឲ្យលោកគូដូមានអារម្មណ៍ថាចម្លែកដែរតាំងពីដើមមកគាត់មិនដែលជួបមនុស្សស្រីណាមានអត្តចរិតទន់ភ្លន់ដូចជាមីយ៉ូអញ្ចឹងទេហើយពួកគេទាំងពីរក៏បានចាប់ផ្ដើមរស់នៅជាមួយគ្នាចាប់ពីពេលនេះតទៅដោយមានមេដោះយូរីជាអ្នកចាំមើលថែលុះរហូតដល់ពេលយប់មីយ៉ូបានកេងសិញ្ចឹងគិតតែម្នាក់ឯងតើនឹងមានរឿងអ្វីកើតឡើងទៅបើសិនជាលោកគូដូបានដឹងថានាងគ្មានធម៌ពលពិសេសពីកំណើតអ្វីតើគាត់នឹងធ្វើដាក់នាងដោយអ្វីដែលគ្រួសាររបស់នាងធ្លាប់ធ្វើដាក់នាងពីមុនមកទេហើយមីយ៉ូក៏បានសុបិនទៅដល់យប់នោះជាយប់ដែលឪពុករបស់នាងបានធ្វើតេស្តទៅលើនាងនិងកាយាគាត់បានឲ្យក្មេងស្រីទាំងពីរអង្គុយនៅចំពាក់កណ្ដាលបន្ទប់ដោយពោពេញទៅដោយទៀនហើយបើសិនជាចំណោមក្មេងស្រីទាំងពីរមាននរណាម្នាក់ទទួលនៅអារម្មណ៍ដឹងនៃកម្លាំងវិញ្ញាណដែលបានឃុំទុកនៅក្នុងប្រអប់នេះនោះក្មេងស្រីម្នាក់នោះនឹងមានឱកាសទទួលបាន super power នៅថ្ងៃអនាគតជាមិនខានជាលទ្ធផលមីយ៉ូមិនបានទទួលនៅអារម្មណ៍អ្វីទេខុសប្លែកពីកាយានាងត្រូវបានវិញ្ញាណនោះធ្វើឲ្យខ្លាចរហូតដល់យំតែម្ដងហើយចាប់តាំងពីថ្ងៃនោះមកក្តីស្រឡាញ់របស់ឪពុកនាងទៅកាន់មីយ៉ូត្រូវបានផ្លាស់ប្ដូរទាំងស្រុងហើយនាងក៏បានខ្លាចទៅជាមនុស្សដែលគ្មានតម្លៃសម្រាប់ពួកគេចាប់តាំងពីថ្ងៃនោះមកតែយ៉ាងណាក៏ដោយនេះគ្រាន់តែជាសុបិនអាក្រក់របស់មីយ៉ូតែប៉ុណ្ណោះដឹងខ្លួនឡើងវិញមេឃភ្លឺបាត់ទៅហើយដើម្បីជៀសវាងរឿងរ៉ាវដោយការពីមុនទៀតមីយ៉ូនឹងប្រឹងប្រែងធ្វើខ្លួនឲ្យមានប្រយោជន៍នៅក្នុងផ្ទះនេះចាប់ផ្ដើមជាមួយការងើបចម្អិនម្ហូបទាំងព្រឹកព្រលឹមតែម្ដងហើយនៅពេលដែលយូរីបានងើបឡើងពីដំណេកនោះម្ហូបត្រូវបានឆ្អិនអស់រួចជាស្រេចហើយនាងពិតជាសប្បាយមែនតែនមិននឹកស្មានថាមីយ៉ូមានថ្វីដៃពូកែបែបនេះសោះដោយម្ហូបទាំងអស់ដែលមីយ៉ូបានធ្វើសុទ្ធតែតំណងគ្រប់មុខនៅពេលដែលលោកគូដូភ្ញាក់ពីដំណេកឡើងយូរីក៏បានសរសើរស្នាដៃរបស់មីយ៉ូប្រាប់ទៅកាន់គាត់ថាម្ហូបទាំងអស់នៅលើតុនៃព្រឹកនេះគឺជាស្នាដៃរបស់មីយ៉ូគ្រាន់តែលើបែបនេះភ្លាមលោកគូដូក៏បានផ្លាស់ប្ដូរទឹកមុខផ្លែតហើយក៏បានហៅមីយ៉ូឲ្យចូលមកជិតគាត់មុននឹងគាត់ព្រមទទួលទានម្ហូបទាំងអស់នេះមីយ៉ូត្រូវតែសាកល្បងវាជំនួសគាត់ជាមុនសិនដើម្បីប្រកាសថានាងមិនបានដាក់ថ្នាំពុលចូលទៅក្នុងម្ហូបទាំងអស់នេះលើសម្ដីរបស់លោកគូដូភ្លាមមីយ៉ូរកពាក្យអ្វីនិយាយមិនចាញ់ទេឃើញមីយ៉ូគាំងនៅមួយកន្លែងបែបនេះលោកគូដូក៏បាននិយាយថាខ្ញុំមិនហ៊ានញ៉ាំវាទេព្រោះមិនដឹងថានាងបានដាក់អ្វីខ្លះចូលទៅក្នុងនេះឆាប់យកវាចេញពីមុខខ្ញុំទៅនិយាយបែបនេះរួចលោកគូដូក៏បានចាក់ចេញទៅបាត់ទុកឲ្យមីយ៉ូនៅអង្គុយភ្លឹកតែម្នាក់ឯងមិននឹកស្មានថាបំណងល្អរបស់នាងបានក្លាយទៅជាទង្វើមួយដែលគួរឲ្យអាម៉ាស់បែបនេះហើយសាច់រឿងក៏បានកាត់មកដល់អង្គភាពពិសេសរបស់លោកគូដូគឺជាអង្គភាពទប់ទល់ជាមួយនឹងវិញ្ញាណបិសាចក្នុងអំឡុងពេលវឹកហាត់ជំនួយការរបស់លោកគូដូម្នាក់បាននិយាយរៀបរាប់អំពីលក្ខណៈនៃវិញ្ញាណបិសាចដែលពួកវាមានវត្តមានឡើងតាំងពីបុរាណកាលមកម្លេះហើយវិធីតែមួយគត់ដើម្បីកម្ចាត់ពួកវាបានគឺជាការប្រើប្រាស់ថាមពលពិសេសរបស់មនុស្សយើងដូច្នេះហើយទូនាទីចម្បងរបស់ពួកគេគឺជាការពង្រឹងនូវសមត្ថភាពពិសេសរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួននិងមានសមត្ថភាពអាចប្រយុទ្ធជាមួយនឹងពួកវាបានក៏ប៉ុន្តែបានលើត្រឹមតែទ្រឹស្ដីមិនបានធ្វើឲ្យទាហានមួយចំនួនយកចិត្តទុកដាក់ទៅលើកាតព្វកិច្ចរបស់ពួកគេទេពួកគេបានឆ្ងល់ថាពួកយើងខំប្រឹងវឹកហាត់ធ្វើអ្វីបើមិនដែលឃើញពួកវាបង្ហាញខ្លួនផងនោះចុះពេលណាពួកយើងមានឱកាសប្រយុទ្ធនឹងពួកវាទៅលើសម្ដីរបស់ពួកគេបែបនេះលោកគូដូក៏ចាប់ផ្ដើមសេរីភ្លាមគាត់បានប្រើសមត្ថភាពពិសេសរបស់គាត់បញ្ចេញនូវថាមពលតកកំទេចបង្គោលវឹកហាត់មួយក្នុងពេលមួយរ
រំពេចហើយគាត់បាននិយាយទៀតថាដោយសារតែពួកយើងមិនបានដឹងអំពីពេលវេលាច្បាស់លាស់របស់ពួកវាក្នុងការបង្ហាញខ្លួនទើបពួកយើងចាំបាច់វឹកហាត់សមត្ថភាពពិសេសរបស់ពួកយើងឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃទុកបំរុងការពារនៅពេលដែលពួកវាបង្ហាញខ្លួនទើបយើងមិនមានបញ្ហាស្ដាប់ឮគំនិតរបស់លោកហ៊ូដូគ្រប់គ្នាក៏បានយល់ស្របតាមតែចម្លែកអីថ្ងៃនេះលោកហ៊ូដូហាក់ដូចជាមានអារម្មណ៍មួម៉ៅខុសពីរាល់ដងសូម្បីតែការងារនៅក្នុងអอฟហ្វិសក៏គាត់មិនមានអារម្មណ៍ខ្ចង់បានល្អដែរហើយមូលហេតុនោះគឺដោយសារតែសម្ដីរបស់យូរីកាលពីព្រឹកមិញគាត់បាននិយាយថាសម្ដីរបស់លោកហ៊ូដូដែលបាននិយាយទៅកាន់មីយ៉ូហាក់ដូចជាលើសបន្តិចហើយអ្នកនាងមីយ៉ូខំប្រឹងងើបតាំងពីព្រឹកដើម្បីរៀបចំអាហារឲ្យលោកហើយគាត់មិនជឿថានាងបានដាក់អ្វីចូលទៅក្នុងអាហារទាំងអស់នោះទេហើយអ្វីដែលធ្វើឲ្យលោកហ៊ូដូស្មុគស្មាញនោះគឺថាមេដោះយូរីកម្រនឹងចេញមុខការពារនរណាម្នាក់ណាលុះត្រាតែម្នាក់នោះគឺជាមនុស្សល្អពិតមែននៅពេលយប់ឡើងពេលដែលលោកហ៊ូដូធ្វើដំណើរមកដល់ផ្ទះវិញមីយ៉ូបានលុតជង្គង់សុំការអភ័យទោសពីលោកហ៊ូដូចំពោះរឿងដែលនាងបានធ្វើកាលពីព្រឹកមិញហើយអាហារដែលរៀបចំនៅក្នុងយប់នេះគឺជាស្នាដៃរបស់មេដោះយូរីទាំងអស់ហើយនាងមិនបានប៉ះពាល់វាទេឃើញមីយ៉ូគួរអាណិតបែបនេះលោកហ៊ូដូក៏បាននិយាយថាតាមពិតទៅគាត់មិនបានសង្ស័យថាមីយ៉ូនឹងដាក់អ្វីចូលទៅក្នុងអាហារនោះទេគាត់គ្រាន់តែមិនទម្លាប់ទទួលទាននៅអាហារដែលធ្វើឡើងដោយបុគ្គលផ្សេងក្រៅពីមេដោះយូរីតែប៉ុណ្ណោះហើយនៅពេលដែលញ៉ាំបាយនោះដោយសារតែលោកហ៊ូដូក្រមកពីធ្វើការពេកវាក៏ធ្វើឲ្យម្ហូបត្រជាអស់ឃើញបែបនេះមីយ៉ូក៏បាននិយាយពាក្យសុំទោសទៀតហើយដែលវាបានធ្វើឲ្យលោកហ៊ូដូស្រគាត្រជាមែនតែនហើយអ្វីបានជានាងចេះតែសុំទោសរហូតអញ្ចឹងដឹងទេពាក្យនេះបាននិយាយច្រើនដងពេកវានឹងទៅជាគ្មានន័យវិញហើយបន្ទាប់ពីញ៉ាំបាយរួចមីយ៉ូបំរុងនឹងរៀបចំទឹកក្តៅជូនលោកហ៊ូដូសម្រាប់ឲ្យគាត់ងូតក្នុងពេលបន្តិចទៀតនេះតែលោកហ៊ូដូប្រាប់ថាមិនចាំបាច់ទេគាត់អាចប្រើប្រាស់សមត្ថភាពពិសេសរបស់គាត់ធ្វើឲ្យទឹកក្តៅបានក្នុងមួយរំពេចមិនចាំបាច់ឲ្យមីយ៉ូពិបាកនៅក្នុងការបង្កាត់ភ្លើងខាតពេលវេលាឡើយចំពោះអ្វីដែលលោកហ៊ូដូបាននិយាយគឺគាត់មិនមានបំណងចង់ស្ដីបន្ទោសទៅកាន់មីយ៉ូទេតែដោយសារតែខ្លួនធ្លាប់ត្រូវបានអ្នកផ្ទះមើលងាយអំពីការគ្មានសមត្ថភាពពិសេសនេះវាបានធ្វើឲ្យមីយ៉ូគិតច្រើនទៀតហើយមើលទៅខ្លួនអ្វីក៏គ្មានប្រយោជន៍ដែរតែនៅយប់បន្តិចអំឡុងពេលដែលមីយ៉ូកំពុងតែសម្អាតចង្ក្រានបាយលោកហ៊ូដូក៏បានដើរមកដល់ហើយក៏បាននិយាយពាក្យប៉ុន្មានម៉ាត់ប្រាប់ទៅកាន់មីយ៉ូសូមទោសផងកាលពីព្រឹកមិញដែលខ្ញុំមិនបានញ៉ាំអាហាររបស់នាងព្រឹកស្អែកមេដោះយូរីមានការរវល់បន្តិចហើយអាហារពេលព្រឹកទុកឲ្យនាងជាអ្នករ៉ាប់រងចោះនិយាយរួចក៏បានដើរចេញទៅបាត់ធ្វើឲ្យមីយ៉ូមានការរំភើបយ៉ាងខ្លាំងលើពីនេះទៅទៀតលោកហ៊ូដូក៏បានរៀបចំទឹកក្តៅទុកសម្រាប់មីយ៉ូងូតសម្អាតខ្លួនផងដែរឃើញទង្វើល្អរបស់លោកហ៊ូដូបែបនេះទើបមីយ៉ូនឹកទៅដល់សម្ដីរបស់យូរីកាលពីថ្ងៃមុនតាមពិតទៅលោកហ៊ូដូមិនមែនអាក្រក់ដូចជាពាក្យចាមរ៉ាមដែលគេបាននិយាយនោះទេតាមការពិតគាត់មានចិត្តល្អខ្លាំងណាស់លុះយប់ឡើងមីយ៉ូបានសុបិនអាក្រក់ម្ដងទៀតហើយនាងបានសុបិនទៅដល់ថ្ងៃដែលនាងបានបាត់វត្ថុមួយដែលម្ដាយនាងបានបន្សល់ទុកឲ្យវាគឺជាក្រាស់សសក់មួយហើយមីយ៉ូបានដឹងច្បាស់តែម្ដងថាអ្នកណាជាអ្នកយកវាគឺជាម្ដាយចុងរបស់នាងតែចុងក្រោយមិនត្រឹមតែទទួលបានភាពអយុត្តិធម៌នោះទេមីយ៉ូក៏ត្រូវបានម្ដាយចុងនាងឃុំនៅក្នុងបន្ទប់ដងងងឹតមួយតែម្នាក់ឯងហើយមុននឹងចាកចេញទៅនាងថែមទាំងបានបំផ្លាញក្រាស់សសក់របស់មីយ៉ូចោលថែមទៀតហើយសូម្បីតែហានណាដែលជាអ្នកបម្រើចំណិតរបស់មីយ៉ូក៏ត្រូវបានម្ដាយចុងនាងបណ្ដេញចេញពីការងារក៏ព្រោះតែចង់ជួយមីយ៉ូហើយចាប់តាំងពីថ្ងៃនោះមកមីយ៉ូមិនដែលបានជួបហានណាម្ដងទៀតទេតែមីយ៉ូតែងតែសង្ឃឹមថាហានណានឹងរស់នៅក្នុងជីវិតមួយដែលមានក្តីសុខលុះមកដល់ព្រឹកឡើងយើងក៏បានដឹងថាមេដោះយូរីមិនបានរវល់ទៅណាទេតាមពិតទៅលោកហ៊ូដូគ្រាន់តែចង់ឲ្យមីយ៉ូធ្វើអាហារពេលព្រឹកដើម្បីឲ្យគាត់ទទួលទានម្ដងទៀតតែប៉ុណ្ណោះដោយសារតែគាត់មានអារម្មណ៍ថាខុសនៅអ្វីដែលខ្លួនបាននិយាយទៅកាន់មីយ៉ូកាលពីម្សិលមិញហើយមិនយូរប៉ុន្មានអាហារពេលព្រឹកក៏បានរួចរាល់ហើយនៅពេលដែលបានភ្លក់ស៊ុបរបស់មីយ៉ូនោះធ្វើឲ្យលោកហ៊ូដូស្រឡាញ់កាន់តែម្ដងគាត់បាននិយាយថាស៊ុបនេះវាមានរសជាតិប្លែកបន្តិចពីអ្វីដែលយូរីធ្លាប់បានចម្អិនរាល់ដងតែមិនអីទេវាមានរសជាតិឆ្ងាញ់ដូចគ្នាប៉ុន្តែពាក្យសរសើរបន្តិចបន្តួចទាំងអស់នេះហើយបានធ្វើឲ្យមីយ៉ូស្រក់ទឹកភ្នែកចុះដោយមិនដឹងខ្លួនដោយសារតែនាងមិនដែលត្រូវបានគេសរសើរបែបនេះពីមុនមកទេចាប់តាំងពីពេលនោះមកលោកហ៊ូដូក៏ចាប់ផ្ដើមសង្ស័យនៅប្រវត្តិរបស់មីយ៉ូជាក់ស្ដែងនាងជាក្មេងស្រីម្នាក់ដែលមកពីត្រកូលអភិជនតែបើសង្កេតមើលទៅលើសម្លៀកបំពាក់និងរាងកាយរបស់នាងវិញវាមិនស័ក្តិសមគ្នាជាមួយនឹង background របស់នាងសោះហើយពេលនេះលោកហ៊ូដូបានសន្និដ្ឋានដឹងហើយថាត្រកូលសៃមូរីមិនបានមើលថែមីយ៉ូឲ្យបានល្អដូចជាកូនស្រីបង្កើតរបស់ពួកគេទេហើយថ្ងៃនេះលោកហ៊ូដូនឹងធ្វើដំណើរទៅរកពួកគេដើម្បីសួរអំពីរឿងនេះឲ្យបានច្បាស់លាស់តែម្ដងឃើញលោកហ៊ូដូស៊ីរីបែបនេះយូរីក៏បានសង្កេតដឹងដែរមើលទៅលោកហ៊ូដូពិតជាមានចំណាប់អារម្មណ៍ទៅលើមីយ៉ូហើយចំណែកនៅ
ខាងឪពុករបស់មីយ៉ូវិញពេលនេះឪពុករបស់លោកខូជីកំពុងតែមានការខឹងសម្បាទៅលើគ្រួសាររបស់មីយ៉ូយ៉ាងខ្លាំងក៏ដោយសារតែកូនស្រីដែលគាត់ចង់ឲ្យរៀបការជាមួយនឹងលោកខូជីនោះគឺជាមីយ៉ូមិនមែនជាកាយ៉ាទេហើយមូលហេតុដែលពួកគេចង់បានមីយ៉ូនោះគឺដោយសារតែមីយ៉ូមានជាប់សាច់ឈាមជាមួយនឹងគ្រួសារធំមួយដែលមានឈ្មោះថាអ៊ូស៊ូបាហើយអ្នកដែលមានសាច់ឈាមនៃគ្រួសារនេះនឹងអាចទទួលបានធម៌ពលដ៏ខ្លាំងមួយនៅថ្ងៃអនាគតជាមិនខានតែដោយសារតែឪពុករបស់មីយ៉ូស្រឡាញ់កូនមិនស្មើគ្នានោះគាត់បែរជាឲ្យមីយ៉ូទៅរៀបការជាមួយនឹងលោកខូដូទៅវិញដោយសារតែគិតថាលោកខូដូគឺជាមនុស្សអាក្រក់ហើយមិនចង់ឲ្យកូនស្រីសំណប់របស់ខ្លួនកាយ៉ាទៅរងទុក្ខជាមួយនឹងគាត់នោះទេកាន់មកដល់ផ្ទះរបស់លោកខូដូវិញក្រោយពីបានញ៉ាំអាហារពេលល្ងាចរួចលោកខូដូក៏បាននិយាយពីគម្រោងនៅថ្ងៃស្អែកដោយសារតែថ្ងៃស្អែកគឺជាថ្ងៃសម្រាប់របស់គាត់មានគម្រោងចង់បបួលមីយ៉ូទៅដើរ shopping ម្ដងដើម្បីកុំឲ្យនាងធុញពីដំបូងមីយ៉ូមានការស្ទាក់ស្ទើរដែរប៉ុន្តែចុងក្រោយនាងក៏បានយល់ព្រមជាមួយនឹងលោកខូដូហើយ first date របស់អ្នកទាំងពីរក៏ត្រូវបានចាប់ផ្ដើមឡើងនៅព្រឹកឡើងយូរីក៏បានមកជួយតុបតែងខ្លួនទៅឲ្យមីយ៉ូហើយពេលនោះនាងបានសង្កេតឃើញថាមីយ៉ូនាងនៅតែបន្តប្រើប្រាស់ក្រាស់ដែលបានបាក់ដែលបន្សល់ទុកពីម្ដាយនាងនោះទៀតហើយមើលទៅមីយ៉ូដូចជាមិនសូវមានទំនុកចិត្តនៅក្នុងការចេញក្រៅសោះប៉ុន្តែដោយសារមីយ៉ូមានសម្រស់ស្អាតស្រាប់បូករួមជាមួយស្នាដៃ make up ដ៏ពូកែរបស់យូរីទៀតនោះសម្រស់របស់មីយ៉ូក៏បានធ្វើឲ្យលោកខូដូស្រឡាញ់កាន់តែម្ដងហើយនៅតាមផ្លូវធ្វើដំណើរដោយសារតែទីតាំងដែលពួកគេត្រូវទៅពិបាកនៅក្នុងការចតឡាននោះលោកខូដូក៏សម្រេចចិត្តយកឡានទៅទុកនៅកន្លែងធ្វើការរបស់គាត់សិនក្រោយពីបានចតឡានរួចកូនចៅរបស់លោកខូដូម្នាក់ដែលមានឈ្មោះថា Godo បានប្រទះគ្នាជាមួយនឹងលោកខូដូហើយពិតជា surprise មែនតើថ្ងៃនេះលោកខូដូបាននាំស្រីស្អាតម្នាក់មកជាមួយដែរតែលោកខូដូអត់និយាយច្រើនទេកុំមកញ៉ៃញ៉ៃជាមួយប្រពន្ធអញឆាប់ទៅធ្វើការភ្លាមទៅដល់ក្នុងក្រុងដោយសារតែមិនសូវបានចេញមកខាងក្រៅបែបនេះមីយ៉ូពិតជាបានជាប់ចិត្តទៅនឹងទស្សនវិជ្ជានៅទីនេះមែនទែនហើយប៊ីនឹងភ្លេចខ្លួនបំរុងនឹងដើរទៅមុនលោកខូដូទៀតតែពេលនោះលោកខូដូគាត់មិនប្រកាន់ទេដាក់ដៃទៅលើក្បាលរបស់មីយ៉ូហើយក៏បាននិយាយថាកុំគិតថាខ្លួនឯងគឺជាបន្ទុករបស់អ្នកដទៃអីគាត់ជាអ្នកអញ្ជើញមីយ៉ូមកទីនេះដោយខ្លួនឯងទេហើយវាក៏បានធ្វើឲ្យមីយ៉ូមានអារម្មណ៍ថាកក់ក្ដៅមែនទែនពីចចាមបារាមដែលគេបាននិយាយថាលោកខូដូគឺជាមនុស្សអាក្រក់នោះវាបានផ្ទុយទាំងស្រុងដោយបរិសម្នាក់នៅចំពោះមុខរបស់ខ្លួននេះគឺជាមនុស្សល្អមែនទែនហើយដើម្បីឲ្យមីយ៉ូមានការសប្បាយចិត្តនោះលោកខូដូក៏បាននាំនាងទៅកាន់កន្លែងជាច្រើនដូចជាការទៅរើសគីម៉ូណូថ្មីនិងបាននាំនាងទៅញ៉ាំបង្អែមជាដើមនៅក្នុងហាងបង្អែមលោកខូដូក៏បានសង្កេតឃើញថាបើទោះជាពេលនេះមើលទៅមីយ៉ូពិតជាមានការសប្បាយពិតមែនប៉ុន្តែនាងហាក់ដូចជាមានរឿងអ្វីមួយលាក់បាំងមិនហ៊ានបង្ហាញចេញមកខាងក្រៅហើយលោកខូដូពិតជាឆ្ងល់ខ្លាំងមែនទែនតើវិធីអ្វីទៅនឹងអាចធ្វើឲ្យមីយ៉ូញញឹមចេញមកចេញពីចិត្តនោះឃើញលោកខូដូហាក់ដូចជាអន់ចិត្តបែបនេះមីយ៉ូក៏បានធ្វើការសុំទោសទៅកាន់គាត់ភ្លាមប៉ុន្តែលោកខូដូមិនត្រូវការពាក្យសុំទោសទេគាត់ចង់ឲ្យមីយ៉ូបង្ហាញអ្វីដែលជារបស់ខ្លួនពីព្រោះនៅពេលអនាគតបន្ទាប់ពីរៀបការរួចជីវិតជាប្តីប្រពន្ធមិនត្រូវមានរឿងលាក់បាំងគ្នាឡើយតាមពិតទៅមីយ៉ូនាងពិតជាសប្បាយចិត្តខ្លាំងណាស់នាង enjoy គ្រប់ពេលវេលាដែលបាននៅជាមួយលោកខូដូប៉ុន្តែអ្វីដែលនាងខ្លាចបំផុតនោះគឺនៅពេលដែលលោកខូដូបានដឹងថានាងមិនមានសមត្ថភាពពិសេសអ្វីនៅជាប់ខ្លួនហើយគាត់នឹងឈប់ធ្វើល្អមកកាន់នាងដូចជាពេលនេះទៀតបន្ទាប់ពីបានចំណាយពេលជាមួយគ្នាអស់ពេញមួយថ្ងៃអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ផ្ទះវិញហើយនៅយប់បន្តិចលោកខូដូក៏បានយកនៅរបស់ម្យ៉ាងទៅទុកនៅមុខបន្ទប់របស់មីយ៉ូហើយក៏ត្រូវបានមេដោះយូរីមកទាន់តែម្ដងហើយនៅពេលដែលមីយ៉ូបានបើកនៅប្រអប់នោះវាគឺជាក្រាស់សសក់ដ៏ថ្មីមួយឃើញបែបនេះនាងក៏បានរត់សម្ដៅទៅកាន់បន្ទប់លោកខូដូយកតែម្ដងហើយបន្ទាប់ពីជូនកាដូទៅកាន់មីយ៉ូរួចលោកខូដូធ្វើជាមិនដឹងខ្លួនហើយបានអង្គុយផឹកតែធ្វើប្រងើយគាត់បាននិយាយថានេះគឺជាកាដូតិចតួចសម្រាប់នាងហើយមីយ៉ូត្រូវតែទទួលយកវាគ្មានសិទ្ធិបដិសេធជាដាច់ខាតហើយគាត់ក៏បានស្រមៃទៅដល់សម្ដីរបស់មេដោះយូរីនៅពេលមុននេះនៅពេលដែលយើងបានជូនក្រាស់សសក់ទៅកាន់នារីណាម្នាក់នោះមានន័យថាយើងកំពុងតែសារភាពស្នេហ៍ទៅកាន់នាងហើយលើបែបនេះលោកខូដូក៏បានបដិសេធទាំងអៀនតែម្ដងហើយក៏បានឆ្លើយទៅកាន់មេដោះយូរីវិញថាគាត់មិនមានគំនិតបែបនេះទេគាត់គ្រាន់តែចង់ផ្ដល់របស់ល្អៗទៅកាន់មីយ៉ូតែប៉ុណ្ណោះហើយមីយ៉ូកុំស្ទាក់ស្ទើរនៅក្នុងការប្រើប្រាស់វាអីហើយបន្ទាប់ពីបើកភ្នែកឡើងឃើញទាំងមុខរបស់មីយ៉ូលោកខូដូមានការសប្បាយខ្លាំងមែនទែនលើកទី1ហើយដែលគាត់បានឃើញមីយ៉ូញញឹមយ៉ាងស្រស់ស្អាតបែបនេះហើយនាងពិតជាពេញចិត្តទៅនឹងកាដូដែលលោកខូដូបានជូនមកកាន់នាងនេះមែនទែននៅថ្ងៃបន្ទាប់លោកខូដូក៏ទទួលបានព័ត៌មានដែលគាត់បានជួលឲ្យគេស៊ើបនៅថ្ងៃមុននោះហើយគឺជាព័ត៌មានអំពីប្រវត្តិរបស់មីយ៉ូដោយសារតែបញ្ហានៅក្នុងគ្រួសារ Shinichi Saimori ត្រូវបានរៀបចំឲ្យរៀបការជាមួយនឹងនារីម្នាក់
ហើយបន្ទាប់ពីរៀបការរួចនាងក៏បានប្រសូតបានកូនស្រីម្នាក់ដែលមានឈ្មោះថាមីយ៉ូសៃមូរីប៉ុន្តែនៅពេលនោះអ្វីដែលជាបញ្ហាមុននឹងរៀបការជាមួយនឹងម្ដាយរបស់មីយ៉ូឈីនីឈីសៃមូរីមានមនុស្សដែលគាត់ស្រឡាញ់រួចមកហើយដែលនាងមានឈ្មោះថាកាណូកូគឺជាប្រពន្ធចុងរបស់គាត់នៅពេលបច្ចុប្បន្ននេះតែទាំងនេះមិនមែនជាមូលហេតុដែលធ្វើឲ្យគ្រួសារសៃមូរីមានការស្អប់ខ្ពើមទៅកាន់មីយ៉ូនោះទេគ្រប់យ៉ាងគឺដោយសារតែមីយ៉ូមិនមានធម៌ពលពិសេសពីកំណើតអ្វីដូចជាប្អូនរបស់នាងកាយ៉ាក្រោយពីបានដឹងនៅព័ត៌មានទាំងអស់នេះលោកគូដូបានដឹងយ៉ាងច្បាស់ថាត្រឹមកាដូបន្តិចបន្តួចមិនអាចផ្សះផ្សាបេះដូងដ៏មានរបួសយ៉ាងជ្រៅរបស់មីយ៉ូបានឡើយគាត់ត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីប៉ះប៉ូវទៅលើស្លាកស្នាមដែលមីយ៉ូធ្លាប់បានទទួលកន្លងមកហើយក្រៅពីព័ត៌មានទាំងអស់នេះលោកគូដូក៏បានរកឃើញនៅព័ត៌មានដ៏សំខាន់មួយទៀតអំពីមីយ៉ូដោយម្ដាយរបស់នាងស៊ូមីមានជាប់សាច់ឈាមជាមួយនឹងគ្រួសារអ៊ូស៊ូបាហើយបើតាមអ្វីដែលពួកគេបានដឹងនោះសមាជិកទាំងអស់នៃក្រុមគ្រួសារអ៊ូស៊ូបាត្រូវបានភ្ញាក់ឡើងនៅធម៌ពលដ៏ពិសេសម្យ៉ាងគឺជាធម៌ពលនៃការគ្រប់គ្រងផ្លូវចិត្តរបស់មនុស្សហើយមីយ៉ូក៏ជាម្នាក់នៅក្នុងចំណោមនោះដែលអាចមានឱកាសភ្ញាក់ឡើងនៅធម៌ពលមួយនេះនៅថ្ងៃអនាគតដូចគ្នាប៉ុន្តែអ្វីដែលពួកគេរកមិនឃើញនោះគឺជាមូលហេតុដែលធ្វើឲ្យម្ដាយរបស់មីយ៉ូត្រូវបង្ខំឲ្យចូលមករៀបការទៅក្នុងគ្រួសារសៃមូរីនោះឯងហើយនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញលោកគូដូក៏ត្រូវបានតាមដានទៅដោយមនុស្សមួយក្រុមដែលពួកគេបានបញ្ជូនស៊ីគីហ្គាមីដើម្បីមកស៊ើបអំពីព័ត៌មានរបស់លោកគូដូប៉ុន្តែមើលទៅពួកគេដូចជាមើលងាយសមត្ថភាពរបស់លោកគូដូពេកហើយគាត់នឹងរកមុខឲ្យឃើញថាអ្នកណាគេជាអ្នកធ្វើរឿងទាំងអស់នេះនៅថ្ងៃថ្មីមីយ៉ូក៏បានស្នើសុំឲ្យមេដោះយូរីជួយនាងអំពីរឿងមួយគឺនាងចង់ជូនកាដូម្យ៉ាងទៅកាន់លោកគូដូដើម្បីតបស្នងទៅនឹងកាដូដែលគាត់បានជូននាងកាលពីថ្ងៃមុនគ្រាន់តែឮបែបនេះភ្លាមមេដោះយូរីក៏បានជួយ support មីយ៉ូយ៉ាងអស់ពីចិត្តតែម្ដងគាត់បាននិយាយថារបស់សម្រាប់ជូនលោកគូដូមិនចាំបាច់មានតម្លៃថ្លៃពេកទេយល់ល្អមីយ៉ូគួរតែរកនៅរបស់ម្យ៉ាងដែលធ្វើឡើងចេញពីដៃល្អជាងហើយបន្ទាប់ពីចំណាយពេលស្វែងរកអស់ពេញមួយថ្ងៃមីយ៉ូក៏បានរកឃើញនៅខ្សែចងសក់ដ៏ស្រស់ស្អាតមួយបន្ទាប់ពីបានរកឃើញនៅកាដូសម្រាប់ជូនទៅកាន់លោកគូដូរួចមីយ៉ូក៏បានសុំការអនុញ្ញាតទៅកាន់លោកគូដូដើម្បីចេញទៅខាងក្រៅដើម្បីទិញវត្ថុធាតុដើមក្នុងការធ្វើនៅរបស់មួយនេះឡើងហើយមេដោះយូរីក៏នឹងទៅជាមួយនឹងនាងដែរដោយសារតែខ្លួនរវល់លោកគូដូក៏បានយល់ព្រមជាមួយនឹងមីយ៉ូប៉ុន្តែមុននឹងចាកចេញទៅគាត់បានប្រគល់នៅរបស់ម្យ៉ាងទៅឲ្យនាងគឺជាយ័ន្តស័ក្តិសិទ្ធិមួយដែលវានឹងជួយការពារសុវត្ថិភាពទៅកាន់មីយ៉ូស្របពេលដែលលោកគូដូមិននៅហើយចាប់ពីពេលនេះតទៅមីយ៉ូត្រូវតែទុកវានៅជាប់ខ្លួនរបស់នាងឲ្យជាប់មិនត្រូវភ្លេចជាដាច់ខាតបន្ទាប់ពីទៅដល់ផ្សារមីយ៉ូក៏បានរកឃើញនៅអ្វីដែលនាងចង់បានហើយក្រោយពីបានទិញវារួចមេដោះយូរីក៏បានភ្លេចថាអំបិលនៅផ្ទះរបស់ពួកគេពេលនេះត្រូវបានអស់ទៅហើយគាត់ក៏បានឲ្យមីយ៉ូចាំនៅទីនេះបន្តិចសិនបន្ទាប់ពីទិញអំបិលរួចគាត់នឹងត្រឡប់មកកាន់ទីនេះវិញនៅខណៈពេលកំពុងរងចាំមេដោះយូរីនោះមីយ៉ូក៏បានប្រទះគ្នាជាមួយនឹងកាយ៉ានិងលោកហ៊ូជីដោយចៃដន្យហើយបន្ទាប់ពីបានជួបគ្នាជាមួយនឹងបងស្រីភ្លាមកាយ៉ានាងបានលេងមកអស់ដៃតែម្ដងនាងបាននិយាយថាមិននឹកស្មានថាមីយ៉ូនៅមានជីវិតរស់ដល់សពថ្ងៃនេះទៀតប៉ុន្តែមើលទៅសភាពរបស់មីយ៉ូក៏មិនសូវជាគ្រាន់បើខុសគ្នាទៅនឹងពីមុនប៉ុន្មានដែរមើលតែសភាពគីម៉ូណូដែលនាងបានពាក់នៅពេលនេះទៅដឹងហើយវាគឺជាគីម៉ូណូដ៏កញ្ចាស់ដែលនាងធ្លាប់ប្រើប្រាស់កាលពីមុនដដែលលើបែបនេះមីយ៉ូគ្មានពាក្យអ្វីតបទៅកាន់ពួកគេវិញទេវាបានធ្វើឲ្យកាយ៉ានាងកាន់តែបានចិត្តទៀតទោះបីជាលោកកូជីខំប្រឹងខាត់យ៉ាងណាក៏ដោយក៏នាងនៅតែមិនឈប់ដែរហើយនាងបាននិយាយទៀតថាបើសិនជាថ្ងៃណាមួយមីយ៉ូត្រូវការលុយកុំភ្លេចប្រាប់នាងមកបើសិនជាលើកជង្គង់ដល់ដីហើយសូមអង្វរនាងនោះប្រហែលជានាងនៅមានចិត្តអាណិតខ្លះដែរប៉ុន្តែមិនទាន់បានឌឺដងមីយ៉ូអស់ចិត្តផងមេដោះយូរីក៏បានត្រឡប់មកវិញហើយបន្ទាប់ពីរកឃើញថាមេដោះយូរីគឺជាអ្នកបម្រើចំណិតរបស់មីយ៉ូនោះកាយ៉ាក៏បានខឹងសម្បាភ្លាមតែម្ដងមនុស្សដូចជាមីយ៉ូនឹងឯងមានអ្នកបម្រើចំណិតផ្ទាល់ខ្លួននោះនាងមិនជឿទេ ស្របពេលជាមួយគ្នានេះដែរនៅខាងរបស់លោកហ៊ូដូវិញគាត់បានចូលមកដល់ភូមិគ្រឹះរបស់គ្រួសារសៃមូរីតែម្ដងឃើញវត្តមានរបស់លោកហ៊ូដូបែបនេះឪពុករបស់មីយ៉ូនិងប្រពន្ធចុងរបស់គាត់បានទទួលស្វាគមន៍លោកហ៊ូដូយ៉ាងរាក់ទាក់ប៉ុន្តែលោកហ៊ូដូមិនបានអស់ក្រឡាជាមួយនឹងពួកគេច្រើនទេមកថ្ងៃនេះគឺគាត់ចង់និយាយរឿងមួយគឺគាត់បានសម្រេចចិត្តហើយថានឹងរៀបការជាមួយនឹងមីយ៉ូលើសម្ដីរបស់លោកហ៊ូដូបែបនេះក៏បានធ្វើឲ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយលោកហ៊ូដូក៏
បាននិយាយបន្តទៀតថាជាទូទៅការរៀបការរវាងគ្រួសារធំគឺត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍របស់ពួកគេទាំងសងខាងហើយចំពោះមង្គលការរបស់គាត់និងមីយ៉ូគាត់សូមបដិសេធមិនឲ្យបណ្ដាការអ្វីទាំងអស់ទៅកាន់គ្រួសារសៃមូរីលុះត្រាតែពួកគេធ្វើការសុំទោសយ៉ាងត្រឹមត្រូវទៅលើអ្វីដែលធ្លាប់ធ្វើដាក់មីយ៉ូកន្លងមកហើយលោកគូដូក៏មិនបង្ខំឲ្យពួកគេធ្វើតាមសម្ដីរបស់គាត់ដែរបើមិនធ្វើតាមយ៉ាងច្រើនកាត់ទំនាក់ទំនងគ្នាចោលតែប៉ុណ្ណឹងបន្ទាប់ពីនិយាយគ្នារួចលោកគូដូក៏បានចាក់ចេញទៅហើយនៅតាមផ្លូវត្រឡប់ទៅវិញគាត់ក៏បានប្រទះគ្នាជាមួយនឹងកាយាបន្តិចដែរនៅយប់ឡើងបន្ទាប់ពីមកដល់ផ្ទះវិញមីយ៉ូហាក់ដូចជាបញ្ចេញកាយវិការមិនប្រក្រតីទៅកាន់លោកគូដូហើយបើទោះជាគាត់ខំប្រឹងសួរនាងយ៉ាងណាក៏នាងមិនប្រាប់ដែរលុះដល់ពេលយប់បន្តិចទើបមេដោះយូរីបានប្រាប់រឿងកាលពីថ្ងៃមិញទៅកាន់លោកគូដូបន្ទាប់ពីបានជួបជាមួយនឹងប្អូនស្រីរបស់នាងរួចមីយ៉ូក៏ខ្លាចទៅជាបែបនេះតែម្ដងនាងមិនសូវនិយាយស្ដីហើយគិតតែពីធ្វើការតាំងពីពេលត្រឡប់មកវិញហើយមេដោះយូរីពិតជាស្ដាយក្រោយមែនទែនដែលមិនបានមើលមីយ៉ូឲ្យបានល្អបន្ទាប់ពីបានដឹងរឿងលោកគូដូក៏បានចូលទៅលើកទឹកចិត្តទៅកាន់មីយ៉ូហើយគាត់ក៏បានចូលទៅក្នុងបន្ទប់សរសេរសម្បត្តិមួយផ្ញើទៅកាន់មនុស្សម្នាក់សង្ឃឹមថាមនុស្សម្នាក់នោះនឹងអាចជួយព្យាបាលផ្លូវចិត្តរបស់មីយ៉ូបានលុះមកដល់ព្រឹកឡើងអំឡុងពេលដែលមីយ៉ូកំពុងតែចាក់ខ្សែចងសក់សម្រាប់ទុកជាកាដូជូនទៅកាន់លោកគូដូនោះមនុស្សម្នាក់ក៏បានបង្ហាញខ្លួននាងគឺជាហានណាជាអ្នកបម្រើចំណិតរបស់មីយ៉ូដែលបានមើលថែមីយ៉ូតាំងពីក្មេងមកហើយនាងនិងមីយ៉ូត្រូវបានបែកគ្នាអស់រយៈពេលជាយូរណាស់មកហើយតាំងពីម្ដាយចុងរបស់មីយ៉ូបានកំទេចក្រាស់របស់នាងម្លេះបានជួបហានណាមីយ៉ូពិតជាសប្បាយចិត្តខ្លាំងមែនទែននាងពិតជាបារម្ភអំពីសោកទុក្ខរបស់ហានណាណាតាំងពីថ្ងៃដែលម្ដាយចុងរបស់នាងបានបណ្ដេញហានណាចេញពីការងារប៉ុន្តែមើលទៅនៅពេលនេះជីវិតរបស់ហានណាបានប្រសើរឡើងច្រើនណាស់នាងបានរៀបការនិងបានបង្កើតកូនទៀតផងហើយជីវិតគ្រួសាររបស់នាងពិតជាមានសុភមង្គលមែនទែនផ្ទុយអំពីមីយ៉ូទាំងស្រុងបើទោះជាពេលនេះនាងទទួលបានការមើលថែយ៉ាងកក់ក្ដៅពីលោកគូដូក៏ដោយប៉ុន្តែនាងនៅតែយល់ថាខ្លួនមិនស័ក្តិសមធ្វើជាប្រពន្ធរបស់គាត់បានលើការបារម្ភរបស់មីយ៉ូហានណាក៏បានបង្ហាញការពិតតាមពិតទៅអ្នកដែលបានហៅនាងមកកាន់ទីនេះគឺជាលោកគូដូនោះឯងហើយនាងស្ទើរតែមិនជឿនោះទេថាលោកគូដូបានផ្ញើសម្បត្តិមកកាន់នាងដោយផ្ទាល់បែបនេះមើលទៅលោកគូដូបានដឹងអំពីប្រវត្តិរបស់មីយ៉ូទាំងអស់ហើយគាត់ហៅហាណាមកនេះគឺដើម្បីជួយទៅកាន់មីយ៉ូនោះឯងបន្ទាប់ពីបានដឹងរឿងមីយ៉ូក៏បានស្ទុះទៅបន្ទប់របស់លោកគូដូភ្លាមហើយក៏បានសារភាពរឿងទាំងអស់ដែលនាងបានលាក់ទុកនៅក្នុងចិត្តប្រាប់ទៅកាន់លោកគូដូជាពិសេសរឿងដែលនាងគ្មានសមត្ថភាពពីកំណើតអ្វីដោយមនុស្សដទៃទៀតហើយបើសិនជាលោកគូដូបានដឹងរឿងទាំងអស់នេះហើយចង់ធ្វើអ្វីមកកាន់នាងក៏ធ្វើចោះនាងសុខចិត្តទទួលទោសគ្រប់បែបយ៉ាងបើសិនជាឲ្យនាងចាកចេញពីទីនេះនាងក៏ព្រមដែរតែលទ្ធផលខុសពីអ្វីដែលមីយ៉ូបានគិតទុកទាំងស្រុងលោកគូដូថែមទាំងមិនបានខឹងនាងគាត់ថែមទាំងនិយាយលើកទឹកចិត្តមកកាន់មីយ៉ូថែមទៀតថាមិនបាច់គិតច្រើនទេគាត់ជាអ្នកចង់ឲ្យនាងនៅទីនេះដោយខ្លួនឯងបន្ទាប់ពីបានយល់ចិត្តគ្នាមីយ៉ូក៏បានប្រកូលខ្សែចងសក់ដែលនាងខំធ្វើឡើងដោយដៃនោះជូនទៅកាន់លោកគូដូហើយបន្ទាប់ពីបានចងទៅលើសក់របស់លោកគូដូគឺពិតជាស័ក្តិសមជាមួយនឹងគាត់មែនទែននៅល្ងាចបន្តិចក៏ដល់ពេលវេលាដែលហាណាត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយគូដូគឺជាអ្នកជូននាងត្រឡប់ទៅវិញមុននឹងចាកចេញទៅមីយ៉ូក៏បានអរគុណទៅកាន់ហាណាមែនទែនបើសិនជាគ្មាននាងម្លេះនៅពេលនេះនាងប្រហែលជាអង្គុយសង្កត់នៅក្នុងបន្ទប់តែម្នាក់ឯងហើយមិនមានភាពក្លាហានចេញមកនិយាយការពិតប្រាប់ទៅកាន់លោកគូដូយ៉ាងនេះទេហើយបន្ទាប់ពីចាកចេញទៅយើងក៏បានឃើញថាឈីគីកាមីដែលបានតាមដានលោកគូដូកាលពីថ្ងៃមុនបានបង្ហាញខ្លួនឡើងម្ដងទៀតហើយមេខ្លោងដែលបានតាមដានលោកគូដូនោះគឺជាឪពុករបស់លោកខូជីនោះឯងហើយគាត់ពិតជាខឹងមែនទែនក្រោយពីបានឃើញលោកគូដូនិងមីយ៉ូមានការចុះសម្រុងគ្នាបែបនេះតែចម្លែកអីនៅពេលនោះកាយាក៏មានវត្តមាននៅជាមួយនឹងឪពុករបស់លោកខូជីដែរនាងក៏មិនសប្បាយចិត្តដែរក្រោយពីបានឃើញបងស្រីរបស់នាងមានសុភមង្គលបែបនេះដូច្នេះហើយពួកគេទាំងពីរនាក់ក៏បានរៀបចំនៅគម្រោងការបំបែកមីយ៉ូនិងលោកគូដូតែម្ដងនៅថ្ងៃបន្ទាប់ដើម្បីជាការអរគុណទៅកាន់មីយ៉ូដែលបានជូនខ្សែចងសក់ដ៏ស្រស់ស្អាតមកកាន់គាត់នោះលោកគូដូក៏បានទិញគីម៉ូណូដ៏ស្រស់ស្អាតជូនទៅកាន់មីយ៉ូយ៉ាងច្រើនតែម្ដងលុះដល់ល្ងាចឡើងលោកគូដូក៏បាននាំហ្គោដូមកកាន់ផ្ទះរបស់ខ្លួនដើម្បីធ្វើនៅកម្មវិធីជប់លៀងមួយហើយមើលទៅហ្គោដូពិតជាសប្បាយចិត្តមែនទែនដោយសារតែគាត់ចិត្តនឹងបានជួបមីយ៉ូម្ដងទៀតហើយប៉ុន្តែមើលទៅកាន់ទឹកមុខរបស់លោកគូដូដូចជាមិនសូវរីកទេមើលទៅគាត់ដូចជាកំពុងតែប្រច័ណ្ឌទៅលើមីយ៉ូហើយលុះពេលទៅដល់ផ្ទះជាមួយនឹងគីម៉ូណូថ្មីដែលលោកគូដូទើបតែនឹងទិញឲ្យ
សម្រាប់របស់មីយ៉ូពិតជាធ្វើឲ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលមែនទែនលើសពីនេះទៅទៀតម្ហូបដែលមីយ៉ូបានធ្វើមួយមុខណាក៏មានរសជាតិឆ្ងាញ់ដែរធ្វើឲ្យ Godo ផឹកឡើងស្រវឹងតែម្ដងហើយមីយ៉ូក៏បានឆ្លៀតអរគុណទៅកាន់ Godo រឿងដែលគាត់បានជួយជូនហានណាទៅផ្ទះកាលពីថ្ងៃមុនបើទោះជាវាជារឿងតិចតួចពិតមែនប៉ុន្តែនាងពិតជាបានដឹងគុណទៅកាន់ Godo ខ្លាំងមែនទែនដែលបានចំណាយពេលផ្ទាល់ខ្លួនមកជួយនាងបែបនេះឃើញមីយ៉ូល្អបែបនេះ Godo បំរុងនឹងចាប់បង្ខំមីយ៉ូឲ្យរៀបការជាមួយនឹងខ្លួនតែម្ដងគាត់បាននិយាយថាមិនបាច់រៀបការជាមួយនឹងលោក Kudo ទេគាត់សោះក៏ក្រក់ខ្លាំងណាស់បដូរមករៀបការជាមួយនឹងគាត់វិញទៅធ្វើឲ្យលោក Kudo នៅចិត្តនេះឆ្លក់ស្រាស្ទើរតែស្លាប់ទៅហើយតែយ៉ាងណាក៏ដោយ Godo គាត់គ្រាន់តែនិយាយលេងទេអ្នកណាទៅហ៊ានដណ្ដើមយកប្រពន្ធរបស់មេនោះបន្ទាប់ពី Godo ត្រឡប់ទៅផ្ទះវិញដោយហត់ពេកមីយ៉ូក៏បានគេងលក់នៅនឹងលើតុតែម្ដងដែលនៅក្នុងសុបិនរបស់មីយ៉ូនាងបានធ្លាក់ទៅក្នុងពិភពមួយដែលគួរឲ្យខ្លាចមែនទែនដែលទីនោះពោពេញទៅដោយនូវវិញ្ញាណបិសាចជាច្រើនរីឯនៅខាងក្រៅដែលមានអារម្មណ៍មិនស្រួលលោក Kudo ក៏បានចូលទៅដាស់មីយ៉ូតែម្ដងអំឡុងពេលដែលកំពុងតែដាស់មីយ៉ូនោះលោក Kudo ក៏បានសង្កេតឃើញថាដូចជាមាននរណាម្នាក់បានប្រើនូវសមត្ថភាពពិសេសនៅក្នុងផ្ទះរបស់គាត់តែចម្លែកមែនទែនរបាំងការពារនៅជុំវិញផ្ទះរបស់គាត់មិនបានខូចខាតទេតើសត្រូវណាដែលអាចចូលមកទីនេះបានទៅហើយមិនយូរប៉ុន្មានមីយ៉ូក៏បានដឹងខ្លួនឡើងវិញជាស្ដែងនាងបានសុបិនអាក្រក់ម្ដងទៀតហើយដែលវាបានធ្វើឲ្យលោក Kudo មានការបារម្ភទៅលើនាងមែនទែននៅព្រឹកមួយអំឡុងពេលដែលលោក Koji កំពុងតែដើរតាមផ្លូវគាត់បានប្រទះគ្នាជាមួយនឹងមនុស្សអាតកំបាំងមួយក្រុមដែលបានធ្វើដំណើរចាកចេញពីផ្ទះរបស់គាត់ទៅឃើញបែបនេះលោក Koji បានទីដឹងថានឹងមានរឿងអ្វីកើតឡើងតែម្ដងជាមួយនឹងសម្ដីរបស់កាយាបាននិយាយជាមួយនឹងគាត់កាលពីយប់មិញគាត់បានដឹងថាឪពុករបស់គាត់និងកាយាមានគម្រោងចង់ធ្វើបាបមីយ៉ូហើយមិនចាំយូរគាត់ក៏បានស្ទុះទៅរកឪពុករបស់គាត់ភ្លាមប៉ុន្តែពេលទៅដល់មិនត្រឹមតែមិនអាចបញ្ឈប់ឪពុករបស់គាត់បាននោះទេគាត់ថែមទាំងត្រូវឪពុករបស់គាត់ចាប់ចងនៅមួយកន្លែងថែមទៀតដោយឪពុករបស់លោក Koji គាត់បាននិយាយថាគាត់ធ្វើបែបនេះគឺដើម្បីតែឲ្យគ្រួសាររបស់ពួកគេមានអនាគតល្អនោះទេយល់ល្អ Koji កុំរារាំងផែនការរបស់គាត់អីចំណែកនៅខាងរបស់មីយ៉ូវិញថ្ងៃនេះនាងនិងយូរីបានធ្វើនៅអាហារជាច្រើនមុខដែលមានគម្រោងចង់យកវាទៅឲ្យលោក Kudo ដល់កន្លែងធ្វើការរបស់គាត់តែម្ដងបន្ទាប់ពីរៀបចំអាហាររួចពួកគេទាំងពីរក៏ចាប់ផ្ដើមចេញដំណើរទៅប៉ុន្តែដោយសារតែប្រញាប់ពេកមីយ៉ូក៏បានភ្លេចយកនៅយ័ន្តដែលលោក Kudo បានជូននាងកាលពីថ្ងៃមុនសម្រាប់ទុកការពារខ្លួនទៅជាមួយលុះមកដល់កន្លែងរបស់លោក Kudo គាត់ពិតជាសប្បាយមែនទែនដែលមីយ៉ូខំធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមករកគាត់តែដោយមានការងាររវល់ច្រើនគាត់មិនមានពេលនៅកំដរមីយ៉ូទេហើយមុននឹងចាក់ចេញទៅវិញគាត់ក៏បានសួរអំពីយ័ន្តដែលគាត់បានជូនមីយ៉ូកាលពីថ្ងៃមុនដែរថាមីយ៉ូបានដាក់វាមកតាមខ្លួនដែរឬទេដោយនឹកថាខ្លួនបានដាក់វាមកជាមួយហើយមីយ៉ូក៏បានឆ្លើយតបទៅកាន់លោក Kudo វិញថាមិនបាច់បារម្ភទេនាងបានដាក់វាតាមខ្លួនរបស់នាងជានិច្ចឬបែបនេះលោក Kudo ក៏ធូរចិត្តដែរហើយក៏បានត្រឡប់ទៅធ្វើការរបស់គាត់វិញបាត់ទៅលុះពេលដែលលោក Kudo ចាក់ចេញទៅបាត់ទើបមីយ៉ូបានដឹងថាយ័ន្តនោះមិនបាននៅលើខ្លួនរបស់នាងទេដោយមានការស្លន់ស្លោមីយ៉ូក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញតែម្ដងតែដោយសំណាងមិនល្អនៅតាមផ្លូវត្រឡប់ទៅវិញមីយ៉ូក៏ត្រូវបានមនុស្សចម្លែកមួយក្រុមចាប់ខ្លួនយកទៅបាត់ហើយម៉ែដល់យូរីមិនអាចជួយអ្វីទៅកាន់មីយ៉ូបានទេចំណែកនៅខាងរបស់លោក Koji វិញពេលនេះបងប្រុសរបស់គាត់ក៏បានចូលមកជួយស្រែកចំណងរបស់គាត់ចេញហើយដើម្បីជួយមីយ៉ូបានគាត់នឹងទៅរកជំនួយអំពីមនុស្សម្នាក់ចំណែកនៅខាងរបស់លោក Kudo វិញបន្ទាប់ពីបានដឹងរឿងនេះគាត់បានដឹងយ៉ាងច្បាស់តែម្ដងថាអ្នកណានៅពីក្រោយរឿងចាប់ចម្រិតមីយ៉ូនេះប៉ុន្តែគាត់មិនដឹងថាគេយកមីយ៉ូទៅលាក់ទុកនៅឯណានោះទេក្នុងអំឡុងពេលនោះក៏មានមនុស្សម្នាក់បានសម្រុកចូលមកដល់អង្គភាពរបស់លោក Kudo តែម្ដងហើយបានស្រែកទទូចចង់ជួបលោក Kudo មិនឈប់ដោយក្រោយមកយើងក៏ដឹងថាម្នាក់នោះគឺជាលោក Kojiហើយគាត់មកទីនេះគឺដើម្បីប្រាប់ព័ត៌មានអំពីទីតាំងរបស់មីយ៉ូកាន់មកខាងមីយ៉ូម្ដងពេលនេះនាងត្រូវបានម្ដាយចុងនិងប្អូនចុងធ្វើបាបយ៉ាងចាស់ដៃពួកគេបានធ្វើទរណកម្មវាយដំទៅលើមីយ៉ូហើយបានយកកន្ត្រៃកាត់សក់របស់នាងក៏ដូចជាគីម៉ូណូរបស់នាងទៀតធ្វើយ៉ាងណាបង្ខំឲ្យមីយ៉ូធ្វើការបដិសេធមិនព្រមរៀបការជាមួយនឹងលោក Kudo ប៉ុន្តែពួកគេបានគិតខុសហើយដោយមីយ៉ូនៅពេលនេះមិនមែនជាមីយ៉ូដោយកាលពីមុនទៀតទេបានជួបមនុស្សដែលខ្លួនបានស្រឡាញ់ហើយនាងនឹងមិនព្រមបោះបង់គេចោលជាដាច់ខាតចំណែកស្ថានភាពនៅខាងក្រៅវិញ
លោកគូដូនិងលោកខូជីបានធ្វើដំណើរមកដល់មុខភូមិគ្រឹះរបស់គ្រួសារសៃមូរីហើយប៉ុន្តែបើទោះជាខំគួរទ្វារយ៉ាងណាក៏គ្មានអ្នកបើកឲ្យដែរហើយបើសិនជានៅរងចាំបែបនេះទៀតប្រហែលជាមិនកើតទេមើលទៅតោះតែលេងធေါ်ក្តៅហើយទៅបានចំណែកនៅខាងរបស់មីយ៉ូវិញកំពុងតែធ្វើបាបមីយ៉ូពួកគេក៏បានឮសំឡេងរន្ទះបាញ់ដ៏ខ្លាំងមួយតែបើមើលជាក់ស្ដែងទៅវាមិនមែនជាសំឡេងរន្ទះបាញ់ទេវាជាសំឡេងនៃកម្លាំងអគ្គិសនីដែលលោកគូដូបានបញ្ចេញមកហើយខ្លាំងទ្វារដ៏ធំរបស់គ្រួសារសៃមូរីក៏ត្រូវបានខ្ទេចខ្ទីជាស្ថាពរប្រាប់ហើយប្រាប់ទៀតថាកុំឲ្យលោកគូដូខឹងឲ្យសោះពេលដែលគាត់ខឹងគឺខ្លាំងអញ្ចឹងចូលមកដល់ខាងក្នុងឪពុករបស់លោកខូជីក៏បានចូលមកស្ទាក់ដំណើររបស់លោកគូដូគាត់បាននិយាយថាមីយ៉ូបានឈប់ស្រឡាញ់លោកគូដូហើយសូមលោកគូដូឆាប់ចាក់ចេញទៅវិញទៅប៉ុន្តែពាក្យសម្ដីទាំងអស់នេះលោកគូដូមិនបានជឿអ្វីបន្តិចសោះឡើយគាត់ចង់ឮពាក្យនេះចេញពីមាត់របស់មីយ៉ូដោយផ្ទាល់ដោយហាមលោកគូដូមិនឈ្នះពួកគេក៏បានចាប់ផ្ដើមបញ្ចេញនូវយុទ្ធសាស្ត្រតែម្ដងប៉ុន្តែចាស់ពីរនាក់នេះមិនមានគីឡូអ្វីជាមួយនឹងលោកគូដូនោះទេបន្ទាប់ពីប្រើឈៀលមិនមានប្រយោជន៍ក៏ចាប់ផ្ដើមប្រើខ្យល់ម្ដងតែការវាយប្រហាររបស់ពួកគេត្រូវបានលោកគូដូទប់ជាប់ទាំងអស់ហើយត្រឹមតែមួយក្បាច់ប៉ុណ្ណោះលោកគូដូក៏អាចយកឈ្នះពួកគេបានស្របពេលជាមួយគ្នានេះដែរមីយ៉ូត្រូវបានគេធ្វើទរណកម្មស្ទើរតែស្លាប់ទៅហើយតែទោះជាយ៉ាងណានាងនៅតែមិនព្រមចុះចាញ់ចំណែកនៅខាងរបស់លោកគូដូវិញឪពុករបស់លោកខូជីមិនព្រមចាប់ត្រឹមនឹងទេឆ្លៀតពេលដែលលោកគូដូមិនបានប្រយ័ត្នគាត់បានប្រើភ្លើងបំរុងនឹងដុតសម្លាប់អ្នកទាំងពីរចោលតែម្ដងប៉ុន្តែមើលទៅគាត់ដូចជាមើលស្រាលសមត្ថភាពរបស់លោកគូដូពេកហើយដោយភ្លើងកំពៃកំប៉ុកបែបនេះមិនអាចធ្វើអ្វីទៅកាន់លោកគូដូបានទេដែលពេលនោះហើយលោកគូដូក៏បានបញ្ចេញនូវរន្ទះបាញ់ដ៏ធំមួយបាញ់ទៅលើគាត់តែម្ដងហើយមានអីត្រូវមួយរន្ទះបាញ់មួយនេះគាត់ក៏បានសន្លប់ស្ដុកស្ដឹងទៅប៉ុន្តែភ្លើងដែលគាត់បានបញ្ចេញនៅមុននេះវាបានឆាបឆេះទៅលើភូមិគ្រឹះរបស់គ្រួសារសៃមូរីទាំងមូលហើយចំណែកនៅខាងរបស់កាយ៉ាវិញនាងកំពុងតែច្របាច់ករបស់មីយ៉ូតែភ្លាមនោះវត្តមានរបស់លោកគូដូក៏បានចូលមកដល់ដែលពេលនោះមីយ៉ូត្រូវបានសន្លប់បាត់ទៅហើយមិនចង់ធ្វើបាបមនុស្សស្រីលោកគូដូមិននិយាយអ្វីច្រើនក៏បានបីមីយ៉ូចាក់ចេញទៅប៉ុន្តែកាយ៉ានាងនៅតែមិនសោកចិត្តហើយបាននិយាយស្ដីបន្ទោសទៅកាន់លោកគូដូទៀតហេតុអ្វីបានជាមិនជ្រើសយកនាងល្អជាងមីយ៉ូគ្រប់បែបយ៉ាងមីយ៉ូត្រឹមតែជាអ្នកបម្រើម្នាក់តែប៉ុណ្ណោះសមត្ថភាពពិសេសអ្វីក៏មិនមានមិននឹងអាចប្រៀបធៀបគ្នាជាមួយនឹងនាងបានទៅខ្ជិលនិយាយច្រើនលោកគូដូក៏បានតបមួយម៉ាត់វិញថាគាត់នឹងមិនរៀបការជាមួយនឹងមនុស្សស្រីដូចជានាងជាដាច់ខាតបើទោះជាទេវតាកំណត់ក៏ដោយដោយពាក្យសម្ដីមួយម៉ាត់នេះបានធ្វើឲ្យកាយ៉ានិយាយលែងចេញតែម្ដងស្របពេលដែលលោកគូដូបានបីមីយ៉ូចាក់ចេញពីទីនេះទៅក្នុងអំឡុងពេលដែលបាត់បង់ស្មារតីមីយ៉ូក៏បានសុបិនទៅជួបជាមួយនឹងម្ដាយនាងនៅក្នុងសុបិននោះដែរគាត់បានប្រាប់មីយ៉ូថាព្យាយាមរស់នៅឲ្យមានក្តីសុខហើយសូមជឿជាក់ទៅលើសមត្ថភាពពិសេសរបស់នាងទៅវាតែងតែនៅជាប់ខ្លួនរបស់នាងជានិច្ចមិនយូរប៉ុន្មានដំណឹងដែលគ្រួសារថាសូឈីដណ្ដើមយកមីយ៉ូត្រូវបានបរាជ័យក៏បានឮទៅដល់ត្រចៀករបស់មេខ្លោងនៅពីក្រោយរឿងនេះដោយពួកគេមិនទាន់ចោះចាញ់ត្រឹមនេះទេដោយផែនការបន្ទាប់នឹងត្រូវចាប់ផ្ដើមឡើងនៅពេលបន្តិចទៀតនេះធ្វើយ៉ាងណាក៏ដោយបំបែកមីយ៉ូចេញពីលោកគូដូឲ្យបានដោយពួកគេមិនអាចបណ្ដោយឲ្យថាមពលដ៏ខ្លាំងរបស់មីយ៉ូធ្លាក់ទៅក្នុងដៃរបស់លោកគូដូបានទេអញ្ចឹងចង់ដឹងថាមីយ៉ូមានសមត្ថភាពពិសេសអ្វីសំខាន់ទៅគ្រប់គ្នាចង់បាននាងខ្លាំងម្ល៉េះហើយបុគ្គលនៅពីក្រោយរឿងទាំងអស់នេះគឺជាអ្នកណាយើងនឹងដឹងទាំងអស់គ្នានៅផាត2អរគុណអ្នករាល់គ្នាមែនទែនសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាយបាយ